Ôi lương ở sầmបែបនេះគឺស្អាតមែនតើហើយគួរចង់គេមែនតើលោកមេគ្រូសា Grand Villa ដែលជាប្រភេទផ្ទះកែងដែលមានទំហំដីធំទូលាយខ្លាំងមែនតើបងប្អូនអតិថិជនទាំងអស់គ្នាបាទជំរាបសួរបងប្អូនអតិថិជនទាំងអស់គ្នាថ្ងៃនេះ admin មក review ផ្ទះ Grand Villa កែងមួយនេះថាដីក៏ដូចជាខាងក្នុងផ្ទះមានការរៀបចំការ decor ស្រស់ស្អាតយ៉ាងណាតោះទៅតាមដានជាមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូនបាទមកដល់ខាងក្នុងផ្ទះកន្លែងនេះគឺជាចំណតរថយន្តដែលបងប្អូនអតិថិជនអាចចតបានរហូតដល់3គ្រឿងបាទតោះឥឡូវទៅមើលចំហៀងផ្ទះជាមួយខ្ញុំទាំងអស់គ្នាបងប្អូនសម្រាប់ចំហៀងផ្ទះនេះគឺសល់ដីធំទូលាយមែនតើការរៀបចំផកយើងក៏បែបលំដាប់ hotel កាយ5ដែរបងប្អូនបាទគឺស្រស់ស្អាតមែនតើក៏ដូចជាប្រណិតមានអាងទឹកមួយដ៏ធំក៏ដូចជាបងប្អូនអាចឃើញជាក់ស្ដែងនេះគឺជាបន្ទប់កញ្ចក់ដែលជាន់ទាត់ដីអាចរៀបចំជាកន្លែងធ្វើការឬក៏អង្គុយចែកការងារក៏បានដែរហើយខាងលើគឺមានបន្ទប់គេងរហូតដល់2បន្ទប់គេងបន្ថែមទៀតបងប្អូនបាទតោះឥឡូវយើងចូលទៅខាងក្នុងផ្ទះព្រោះផ្ទះ Grand Villa មួយនេះយើងទើបតែធ្វើការ decor ហើយការ decor mode នោះគឺ mode ថ្មីទៅបងបែប modern តែម្ដងឲ្យស័ក្តិសមជាមួយនឹងប្រភេទ mode ផ្ទះទំនើបប្រណិតរបស់យើងអញ្ចឹងណាបងតើលើចូលខាងក្នុងផ្ទះទាំងអស់គ្នាអូនៅក្នុងខាងក្នុងផ្ទះបាទកន្លែងទទួលភ្ញៀវគឺធំទូលាយហើយក៏ដូចជាស្អាតមែនតើបងស៊ីគ្នាតែម្ដងទាំងការ decor ក៏ដូចជាសាឡុងអីចឹងណាបងគឺស្រស់ស្អាតមែនតើបងបាទអញ្ចឹងកន្លែងនេះគឺជាកន្លែងទូតាំងទូទួមួយផងដែរដែលស្រស់ស្អាតអាចអង្គុយមើលទស្សនាបានហើយនៅខាងនេះវិញបងគឺយើងមានបន្ទប់គេងមួយសម្រាប់ប៉ាម៉ាក់ឬក៏សម្រាប់មនុស្សចាស់បងគាត់អាចស្នាក់នៅក្នុងបន្ទប់គេងនេះបានហើយជាន់ទ្រដីបាទហើយក៏មានបន្ទប់ទឹកនៅក្នុងនឹងផងដែរបងតោះឥឡូវយើងទៅមើលទីតាំងផ្សេងទៀតបាទផ្ទះធំទូលាយខ្លាំងមែនតើបងគឺទូលាយខ្លាំងដូចនៅក្នុងវីដេអូបងឃើញជាក់ស្ដែងអញ្ចឹងបាទហើយមកដល់កន្លែងនេះគឺជាកន្លែងញ៉ាំបាយដែលយើងរៀបចំជាតុបាយដែលមានកៅអី8ហើយជាមួយនឹងទូតាំងស្រាយ៉ាងស្រស់ស្អាតតែម្ដងបងបាទនេះបងកន្លែងនេះគឺជាឃ្លាំងអាចទុកអវ៉ាន់ប្រើប្រាស់ប្រចាំថ្ងៃក៏ដូចជាម៉ាស៊ីនបោកអាវនៅក្នុងនេះបានហើយនៅមានបន្ទប់ទឹកមួយផងដែរសម្រាប់ភ្ញៀវទៀតអញ្ចឹងណាបងខាងនេះវិញបងដែលជាផ្ទះបាយសើមហើយមានទ្វារបិទបាំងទៀតអញ្ចឹងបងធ្វើម្ហូបអីអត់មានសែងមានក្លិនអីចូលទៅខាងក្នុងផ្ទះអីហើយផ្ទះបាយសើមមួយនេះក៏បណ្ឌិតហើយក៏ដូចចិត្តទលាយផងដែរងាយស្រួលក្នុងការចម្អិនម្ហូបអាហារបងបាទតោះឥឡូវយើងទៅជាន់ខាងលើទាំងអស់គ្នាបងអូវ៉ាវបងកន្លែងចដើនេះគឺទលាយងាយស្រួលឡើងចុះទៀតហើយការ decor កន្លែងចដើនេះគឺស្អាតណាបងចដើគឺបណ្ឌិតហើយធំទលាយអមជាមួយនឹងវាំងននមួយផ្ទាំងធំតែម្ដងគឺស្អាតមែនតើបងបាទហើយរចនាទៅប្រកបដោយភាពប្រណិតតែម្ដងនៅខាងក្នុងផ្ទះនេះបាទឥឡូវខ្ញុំឡើងមកដល់ជាន់ទី1ដែលមុនអញ្ជើញទៅដល់បន្ទប់មេគ្រូសាគឺនៅមុខនេះគឺកន្លែងទទួលភ្ញៀវមួយទៀតបាទគឺមាន space ទលាយអាចទទួលភ្ញៀវបានមួយទៀតនៅពីមុខបន្ទប់មេគ្រូសាហ្មងតើឥឡូវយើងចូលទៅមើលបន្ទប់មេគ្រូសាទាំងអស់គ្នាបងបាទបន្ទប់មេគ្រូសាគឺស្អាតមែនតើបងហើយក៏ដូចជាទលាយមែនតើបាទដែលអាចរៀបចំជាកន្លែងគេងអុយភ្លើងសឹមបែបនេះគឺស្អាតមែនតើហើយគួរចង់គេងមែនតើបន្ទប់មេគ្រូសាតែមានសាឡុងអាចអង្គុយលេងបានអង្គុយមើល TV បាទលក្ខណៈគ្រួសារជុំគ្នានៅក្នុងបន្ទប់មេគ្រូសានេះក៏បានដែរបងបាទហើយនៅខាងក្រោយនេះគឺជា walk in closet ហើយក៏មានទ្វារបិទបើកដែរបងគឺស្អាតមែនតើទូកៅអៅនេះគឺបំពាក់ដោយការ decor ប្រណិតបាទហើយទូកៅអៅច្រើនងាយស្រួលបងមេគ្រូសាគាត់ទុកសម្លៀកបំពាក់គ្រឿងអលង្ការកាបូបស្បែកជើងហើយអ្វីដែលមួយទៀតនោះគឺជាបន្ទប់ទឹកបងដែលពិសេសនៅក្នុងបន្ទប់មេគ្រូសាដែលមានប្រគុណ smart មានកន្លែងងូតទឹកបាទហើយក៏ដូចជាមួយទៀតនេះបងកន្លែងត្រាំទឹកស្អាតមែនតើបងតោះឥឡូវយើងទៅមើលបន្ទប់ផ្សេងទៀតបងនៅជាន់ទី1នេះក៏មានបន្ទប់សមាជិកគ្រួសារមួយដែរអាចសម្រាប់កូនជាទីស្រឡាញ់របស់លោកអ្នកបានដែលគាត់គេនៅជាន់ទី1ជាមួយនឹងលោកអ្នកអញ្ចឹងណាបងបាទអញ្ចឹងចូលមកដល់គឺមានកន្លែងទូសម្លៀកបំពាក់ដ៏ធំទូលាយបាទងាយស្រួលផ្ទុកសម្លៀកបំពាក់បានផងដែរហើយអ្វីដែលពិសេសកន្លែងគេងរបស់គាត់ក៏ទូលាយផងដែរបាទហើយការ decor ការរៀបចំក៏ស្រស់ស្អាតមួយបែបមួយយ៉ាងផងដែរពីបន្ទប់មេគ្រួសារបងតោះឥឡូវយើងឡើងទៅមើលបន្ទប់ខាងលើជាន់ទី2ទៀតអញ្ចឹងណាបងបាទបងចង់បង្ហាញខាងនេះដែរក្រោមចដើនេះក៏យើងមានវេរ៉ុងដាទៅចំហៀងបាទអាចចេញទៅខាងក្រៅហ្នឹងប្រើប្រាស់តាមតម្រូវការបងទីជុំផងដែរឥឡូវយើងឡើងទៅជាន់ទី2បងអូជាន់ទី2នេះគឺស្អាតខ្លាំងមែនតើបាទកន្លែងទទួលភ្ញៀវមួយទៀតធំទូលាយជាងជាន់ទី1ទៀតបងបាទកន្លែងទទួលភ្ញៀវនេះស្អាតមែនតើបងហើយនៅខាងលើនេះមាន3បន្ទប់គេបងបាទឥឡូវចូលបន្ទប់ខាងក្រោយមុនគេជូនបងទីជនទស្សនា
ចូលមកដល់បន្ទប់គេសមាជិកគ្រួសារមួយទៀតការដេគ័រស្តៀងគ្នាបាទហើយក៏មានប្អួយធំទលាយដែលពលឺអាចចេញចូលក៏ដូចជាខ្យល់ចេញចូលគ្រប់គ្រាន់ផងដែរបងកន្លែងទូកៅអៅក៏ពិនិត្យផងដែរចង់បង្ហាញបន្ទប់ទឹកសមាជិកគ្រួសារក៏ធំទលាយក៏ដូចជាមានការរៀបចំយ៉ាងស្រស់ស្អាតផងដែរបងបាទយំមានមួយសេតនៅក្នុងនឹងតែម្ដងតោះឥឡូវជូនបងទៅមើលបន្ទប់ពីខាងមុខបន្ថែមទៀតជើងចូលបន្ទប់នេះមុនគេបាទអញ្ចឹងបន្ទប់សមាជិកគ្រួសារនេះក៏ទលាយហើយការរៀបចំក៏ស្រស់ស្អាតយោមពីបន្ទប់ទៅមកបន្ទប់គឺស្រស់ស្អាតដូចគ្នាតែម្ដងហើយក៏ទលាយដូចគ្នាដែរហើយចង់បញ្ជាក់ជូនបងបន្ទប់ខាងមុខនេះមានវេរ៉ុងដាខាងមុខនេះតែយើងមានទ្វារស្លាយអាចចេញទៅបានបន្ថែមទៀតផងដែរបាទតោះឥឡូវយើងទៅមើលបន្ទប់មួយទៀតចុងក្រោយបាទហើយចាំយើងទៅវេរ៉ុងដាខាងមុខក៏ដូចជាបងអាចធ្វើជា Sky Bar បានបាទបន្ទប់នីមួយៗយើងរៀបចំយ៉ាងស្រស់ស្អាតក៏ដូចជាបណ្ឌិតមានទាំងទូកៅតុសម្រាប់make up ដូចជាតុសម្រាប់ធ្វើការអញ្ចឹងណាបងបាទយើងមានគ្រប់សពនៅក្នុងបន្ទប់តែម្ដងបាទអញ្ចឹងតោះបងទៅមើលវេរ៉ុងដាខាងមុខនេះដែលអាចរៀបចំជា Sky Bar ក៏បានដែររបៀបជួបជុំគ្រួសារនៅលើអស់ហ្មងក៏បានដែរបងអូធំណាស់វេរ៉ុងដានេះបងបាទនេះយើងចេញមកវេរ៉ុងដាហើយវេរ៉ុងដានេះមិនមែនដើរកាត់តែបន្ទប់សមាជិកគ្រួសារបងយើងនៅមានជាហៀងខាងនេះអាចទៅចេញចូលវេរ៉ុងដានេះបាននេះយើងចេញមកជាហៀងនេះបងបាទយើងមើលនៅដីចំហៀងដែលយើងសល់ដែលរៀបចំជាសួនច្បារអាងហែលទឹកយ៉ាងស្រស់ស្អាតតែម្ដងអញ្ចឹងសម្រាប់អតិថិជនដែលទស្សនាវីដេអូនេះហើយចង់ដឹងទទួលព័ត៌មានកាន់តែលម្អិតទៀតបងអាចសាកសួរព័ត៌មានលម្អិតនៅតាម link Telegram ខាងលើបានឬក៏ធ្វើការណាត់ជួបទស្សនាផ្ទះគំរូនេះផ្ទាល់បានបងអញ្ចឹងសម្រាប់វីដេអូគឺមានប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូបន្តទៀត